សួស្តីពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel The Transportable Bull Service ថ្ងៃនេះសូមណែនាំបងប្អូនមកស្គាល់ម្ចាស់កសិដ្ឋានម្នាក់គឺលោកសុខាគឺជាម្ចាស់កសិដ្ឋានម្នាក់ដែលបានចិញ្ចឹមគោជាង50ក្បាលចំពោះលោកសុខាបើទោះបីជាគោលោកសុខាមានគោប្រមាណ50ក្បាលនៅក្នុងកសិដ្ឋានរបស់លោកដោយលោកបានទិញមេគោនិងកូនគោជាបន្តបន្ទាប់មកចិញ្ចឹមស្របពេលដែលតម្លៃមេគោនិងកូនគោកំពុងធ្លាក់ថ្លៃខ្លាំងនៅលើទីផ្សារហើយគាត់ធ្វើបែបនេះដោយសារតែគាត់មានជំនឿថាតម្លៃគោវានឹងហក់ឡើងវិញនៅលើទីផ្សារនាពេលខាងមុខហើយនេះគឺជាការសម្រេចចិត្តដ៏លំបាកមួយដោយសារតែមនុស្សភាគច្រើនគិតថាការធ្វើបែបនេះអាចប្រឈមមុខនឹងហានិភ័យខ្លាំងដើម្បីធ្វើការងារនេះបានលោកសុខាបានជួលកម្មករម្នាក់ឲ្យមើលថែទាំងយប់ទាំងថ្ងៃការងារនេះពិតជាមិនសូវស្រួលប្រហែលទេតែគាត់ក៏នៅតែមិនបោះបង់ដែរព្រោះការងារកសិកម្មគឺជាអាយុជីវិតរដូវប្រាំងគោរបស់គាត់អាចលេងដោយសេរីនៅតាមវាលស្រែដែលផ្ដល់នូវភាពងាយស្រួលនិងកាត់បន្ថយការចំណាយទិញស្មៅឬចំបើងឲ្យស៊ីបន្ទាប់ពីចូលឆ្នាំរួចមានភ្លៀងកក់ខែ2-3មេអញ្ចឹងទៅធ្វើឲ្យស្មៅនៅតាមវាលស្រែក៏បាក់មានសភាពស្រស់បំព្រងជាហេតុធ្វើឲ្យមានភាពងាយស្រួលដល់ការលេងគោឲ្យស៊ីរបស់គាត់ដែលអាចធ្វើឲ្យគាត់កាត់បន្ថយការចំណាយបានច្រើនជីវិតកសិករមិនងាយស្រួលប៉ុន្មានទេតែសម្រាប់អ្នកដែលមិនបោះបង់អ្នកដែលមានការអត់ធ្មត់ដោយលោកសុខាសង្ឃឹមថាថ្ងៃណាមួយនឹងទទួលបានជោគជ័យជាមិនខានសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះហើយសូមជួយចុច Like Comment និង Subscribe សូមកុំភ្លេចចែករំលែកវីដេអូនេះទៅមិត្តភ័ក្តិនិងអ្នកដែលស្រឡាញ់កសិកម្មផង